សម្លជូរល្ហុងជាមួយនឹងត្រីបន្ថែមនឹងម្ទេសហឹរៗចេះទៀតមកថារឹតតែឆ្ងាញ់បានក្តៅហុយពុះទើបតែចេញពីឆ្នាំងបែបនេះមកថារឹតតែជាតិទៀតដាក់បាយមួយចានពីរចានអីត្រូវតែម្ដងគ្រាន់តែឃើញតែពុះគ្រួកនឹងថាឈ្ងុយជះក្លិនតែម្ដងចំណែកគ្រឿងផ្សំមានដូចជាល្ហុងត្រីប្រហុកជាមួយនឹងអំពិលទុំម្ទេសហើយអ្វីដែលពិសេសហ្នឹងគឺថ្ងៃនេះនាងខ្ញុំដាក់ជាមួយនឹងស្លឹកកទ្របធម្មតាយើងឃើញតែដាក់នៅជាមួយនឹងស្លម្ជូរគ្រឿងថ្ងៃនេះយើងមកដាក់ជាមួយនឹងស្លម្ជូរល្ហុងតែម្ដងជាដំបូងនាងខ្ញុំចិតល្ហុងឲ្យស្អាតរួចធ្វើការលាងទឹកបន្ទាប់មកយើងចាប់ផ្ដើមសាប់ល្ហុងហ្នឹងហើយយើងយកកាំបិតមកពីមកឈូសវាបងប្អូនអាចធ្វើតាមវិធីនេះក៏បានឬក៏បងប្អូនចង់ចិតវាជាចង្វាមូក៏បានដែរតែនាងខ្ញុំដាក់សាំចេះទៅពេលដែលស្លទៅថាវាចូលជាតិមែនតែនគួរឲ្យចង់ញ៉ាំបែបនេះមកគឺយើងបានចិតល្ហុងរួចជាស្រេចបន្ទាប់មកយើងចាប់ផ្ដើមមកធ្វើត្រីដោយសារតែវីដេអូនេះថតទៅឥឡូវហ្នឹងអត់ដឹងថាជាត្រីកាយឬជាត្រីពងអញ្ចឹងបើបងប្អូនដឹងខមមិនប្រាប់នៅខាងក្រោមនេះផងពេលដែលយើងធ្វើត្រីស្អាតអីហើយយើងចាប់ផ្ដើមយកត្រីទៅលាងទឹកលាងអីស្អាតយើងកាត់ត្រីនេះជាកង់ទៅតាមទំហំសមល្មមទៅតបពីកាត់ត្រីអីហើយនេះគឺយើងបានបន្លែសម្រាប់ស្លនេះគឺមួយថាសតែម្ដងแล้วក៏ទ្រប់អីយើងលាងទឹកឲ្យស្អាតជាមួយនឹងប្រហុកយើងលាងទឹកឲ្យស្អាតដូចគ្នាជាដំបូងនាងខ្ញុំដាក់ឆ្នាំងហើយដាក់ដាំទឹកនៅពេលដែលទឹកនេះក្តៅបើសិនជាយើងអត់ចង់ឲ្យប្រហុកនឹងធំក្លិនទេគឺយើងដាក់ត្រាំវាបន្តិចទៅគឺយើងពេលដែលយើងជ្រុំវាទៅគឺវាអត់សូវជាតិខ្លាំងទេក្លិនខ្លាំងទេហើយនេះខ្ញុំបន្ថែមជាមួយនឹងខ្ទឹមសដើម្បីកាត់ឆ្អាបដោយសារថ្ងៃនេះយើងអត់មានរំដេងទេនៅពេលដែលទឹកពុះខ្ជុលអីហើយគឺនាងខ្ញុំចាប់ផ្ដើមដាក់ត្រីនឹងយើងដាក់រួចហើយគឺយើងបន្ថែមជាមួយនឹងអំបិលដើម្បីឲ្យវាចូលជាតិនៅពេលដែលទឹកសម្លហ្នឹងពុះចឹងទៅបន្ទាប់មកនាងខ្ញុំដួសកាតិចសនេះដើម្បីកុំឲ្យពេលហូបទៅវាក្រៀតយើងដួសកាតិចសហ្នឹងមានដីមានអីនឹងចេញទៅបន្ទាប់ពីនោះគឺយើងចាប់ផ្ដើមមកត្រាំមកជ្រុំម្ជូរអំបិលនេះបងប្អូនចង់ជូរចង់មិនសូវជូរយើងអាចដាក់ទៅតាមចំណង់ចំណូលចិត្តបន្ទាប់ពីជ្រុំអំបិលរួចហើយនេះថាទឹកពុះមកគឺយើងចាប់ផ្ដើមដាក់ជាមួយនឹងល្ហុងរបស់យើងគឺដាក់តែមករំពុះគឺរួចជាស្រេចព្រោះល្ហុងនេះយើងបានសាប់ជាចំណិតតូចរួចជាស្រេចគ្រាន់តែឃើញនឹងថាឈ្ងុយប្រហុកឈ្ងុយអំបិលបែបនេះមកថាក្តៅហុយបែបនេះនាងខ្ញុំថាគួរឲ្យចង់ញ៉ាំមែនទែនសូមបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube របស់នាងខ្ញុំក៏ដូចជា Follow Facebook Page និង TikTok ផងឈ្មោះអ៊ុំ Channel អរគុណទុកជាមុនហើយកុំមកមើលម្ហូបរបស់យើងនេះថាក្តៅហុយបែបនេះហើយយើងភ្លក់ទៅយើងបន្ថែមជាមួយនឹងប៊ីចេងបន្តិចប៊ីចេងនេះនាងខ្ញុំដាក់ក្រោយគេនៅពេលដែលយើងភ្លក់គ្រឿងក្រៅសមល្មមគឺយើងបន្ថែមប៊ីចេងចុងក្រោយគេយើងដាក់ដុតស្លឹកការ៉ូបន្តិចមកឲ្យវារឹតតែឈ្ងុយបន្ទាប់មកយើងដាក់ចូលទៅក្នុងម្ហូបបែបនេះមកថាអូឈ្ងុយមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាបន្ថែមជាមួយនឹងម្ទេសហឹរបែបនេះមកថារឹតតែត្រូវអ្នកបញ្ចូលសលេងនេះថាលេបទឹកមាត់ក្អឹកទៀតហើយថានេះយើងមកអូយថាមើលទៅទំនងមែនតែនក្តៅហុយបែបនេះឥឡូវយើងចាប់ផ្ដើមមកដួសដាក់ចានមកថាអូឈ្ងុយតែម្ដងឈ្ងុយប្រហុកឈ្ងុយម្ជូរឈ្ងុយស្លឹកកទ្របែបនេះបាយរឹតតែត្រូវថែមម្ទេសហឹរបែបនេះមកត្រូវតែម្ដងអ្នកចូលចិត្តម្ទេសអីអាចដាក់ច្រើនទៅតាមចំណង់ចំណូលចិត្តហើយនេះពុកម៉ែបងប្អូនមើលទៅថាយើងថតចិត្តបែបនេះទៅគឺរឹតតែគួរឲ្យចង់ញ៉ាំមើលទៅថាទំនងមែនតែនស្លម្ជូរល្ហុងជាមួយនឹងត្រីហើយបែបនេះអីគឺងាយស្រួលមែនតែនការធ្វើរបស់យើងអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាហើយនេះដាក់មកថាអូយទំនងមែនតែនសាច់ត្រីនេះដាក់ទៅអរគុណជម្រាបលា